សូមស្វាគមន៍អ្នកនរគ្នាមកកាន់វីដេអូថ្មីក្នុងវីដេអូនេះយើងនឹងបង្ហាញតកតងនឹងការលាក់ folder អញ្ចឹងដើម្បីលាក់ folder អ្នកទាំងអស់គ្នាឃើញ folder មួយណាដែលអ្នកទាំងអស់គ្នាចង់លាក់ select 2 3ក៏បានឬក៏ select តែមួយក៏បានឧទាហរណ៍ខ្ញុំចង់ select folder ឈ្មោះថា software នេះអញ្ចឹងដើម្បីលាក់បានខ្ញុំចុចមកខាងស្ដាំបន្ទាប់មកទៀតខ្ញុំយកពាក្យ property បន្ទាប់ពីពាក្យ property ហើយខ្ញុំធ្វើការចុច hidden អញ្ចឹងយើងធ្វើការចុច hidden នេះមកហើយបន្ទាប់មកចុច apply ចុច OK ហើយ OK ទៀតមកអញ្ចឹងអ្នកទាំងអស់គ្នាឃើញសម្គាល់ឃើញថា folder នេះវាខុសប្លែកពីគេ folder 2ខាងលើនេះគឺដិតល្អតែខាងក្រោមនេះអត់ដិតទេមូលហេតុដែលខ្ញុំដាក់អញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលសម្គាល់ហើយអ្វីដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាបន្តទៀតនោះគឺដើម្បីឲ្យវាបាត់ហើយនឹងដើម្បីដោះស្រាយបញ្ហានៅបង្ហាញ folder នឹងវិញអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅក្នុង tray 3បន្តមកទៀតយើងចុចយកពាក្យ option បន្ទាប់ពីចុចយកពាក្យ option ហើយអ្នកទាំងអស់គ្នាចុចយក view បន្ទាប់ពី view ហើយអ្នកទាំងអស់គ្នាចុចត្រង់នេះមកចុចខាងលើនេះហើយបន្តមកទៀតចុច apply ចុច OK អញ្ចឹងយើងឃើញថា folder របស់យើង3ត្រូវបានបិទហើយអញ្ចឹងហើយរបៀបដោះស្រាយបង្ហាញ folder នឹងវិញអ្នកនរគ្នាចូលត្រង់កន្លែង tray 3បន្តមកទៀតយកពាក្យ option ហើយយកពាក្យថា view ហើយអ្នកនរគ្នាចុចពាក្យ show ហើយអ្នកនរគ្នាចុច apply OK អញ្ចឹងយើងឃើញថា folder របស់យើង3បានបង្ហាញហើយប៉ុន្តែត្រង់ថា folder ខាងក្រោមនេះវាចេញមកពណ៌ខុសគេអញ្ចឹងដើម្បីឲ្យវាចេញពណ៌ដូចគេដែលវាបង្ហាញដូច folder យើងធម្មតាអ្នកនរគ្នាចុចមកខាងស្ដាំហើយយកពាក្យ property បន្ទាប់ពី property ហើយអ្នកនរគ្នាដោះកន្លែង hidden នេះអញ្ចឹងយើងដោះអាកន្លែង text ខាងក្រោមនេះ hidden ហ្នឹងយើងចុច apply មកអ្នកនរគ្នាចុច OK ហើយអ្នកទាំងអស់គ្នាចុច apply ទៀតមកអញ្ចឹងយើងឃើញថា folder របស់យើងនឹងបង្ហាញដូច folder គេធម្មតាអញ្ចឹងនេះគឺជាវិធីសាស្ត្រក្នុងការលាក់ folder ដើម្បីកុំឲ្យអ្នកណាឃើញអញ្ចឹងឧទាហរណ៍យើងក្នុងកុំព្យូទ័ររបស់យើងប្រើគ្នាច្រើនអ្នកអញ្ចឹងទៅអ្នកទាំងអស់គ្នាពិបាកចង់ឲ្យឯកសាររបស់ខ្ញុំនឹងមានណាគេឃើញក្រៅពីខ្ញុំទេអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើវិធីសាស្ត្រហ្នឹងបានអញ្ចឹងខ្ញុំសូមធ្វើការចូលកំណត់របស់ខ្ញុំឲ្យដូចដើមវិញគឺខ្ញុំចុចឲ្យវាលាក់ធម្មតាអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើអ្នកទាំងអស់គ្នារំធ្វើតែប៉ុណ្្នឹងមកអញ្ចឹងការលាក់ folder របស់យើងមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះ